រងចាំយូរហើយមែនអត់សម្រាប់ចូលឆ្នាំខ្មែរបើយើងហើយសម្រាប់ឆ្នាំនេះក៏ដូចឆ្នាំមុនដែរគឺខ្ញុំតែងតែមានវីដេអូ surprise អ្នកទាំងអស់គ្នានៅចុងចាស់ចូលឆ្នាំថ្មីហើយសម្រាប់រូបមួយនេះគឺអ្នកទាំងអស់គ្នាបានឃើញហើយគឺជារូបមួយបែបអឺរ៉ុបដែលគេចូលចិត្តសាក់ច្រើនមែនទែននៅស្រុកគេរូបមួយនេះគឺខ្ញុំបាន design ច្រើនរូបមែនទែនគឺយើងយកមកបូកផ្សំគ្នាដើម្បីឲ្យកើតជារូបមួយផ្ទាំងនៅក្នុងរបស់គាត់ហើយសម្រាប់រូបមួយនេះគឺយើងមើលទៅដូចជារូបមួយផ្ទាំងអញ្ចឹងប៉ុន្តែការ design គឺយើងប្រើពេលយូរមែនទែនគឺចូលមួយខែដែរហើយសម្រាប់ការងារនេះគឺយើងធ្វើ5ទៅ6ដងបើគិតជាម៉ោងវិញវាអាចចូល20ទៅ30ម៉ោងដែរព្រោះយើងធ្វើម្ដងត្រឹម4-5ម៉ោងទេហើយសម្រាប់រូបមួយនេះបងប្រុសគាត់បានប្រាប់ខ្ញុំថាគាត់អត់ចង់បានដិតខ្លាំងទេគឺគាត់ចង់បានបែបស្រាលប៉ុន្តែការធ្វើតួអង្គគឺយើងធ្វើរឿងដិតតិចដើម្បីឲ្យរូបយើងផុសចេញមកហើយសម្រាប់រូបគៀនគឺយើងបូកផ្សំជាមួយនឹងអក្សរចិនសម្រាប់តួអង្គនីមួយគឺយើងធ្វើរឿងដិតតិចព្រោះបងប្រុសក៏អត់ចង់ដិតខ្លាំងទេគាត់ចង់បានបែបស្រាលអញ្ចឹងការធ្វើតួអង្គគឺយើងធ្វើរឿងដិតតិចដើម្បីឲ្យយើងដឹងថារូបណាជារូបតួអង្គហើយរូបណាជារូប background អរគុណច្រើនពីខ្ញុំបាទជាងស្មាតយើងជួបគ្នានៅវីដេអូក្រោយៗទៀតបាទអរគុណ